តើមើលប្លុកពេញមួយថ្ងៃថាខ្ញុំបានធ្វើអីខ្លះក្នុងនាមជាអ្នកម្ដាយពពោះ26សប្តាហ៍2ថ្ងៃម្នាក់ពេលព្រលឹមឡើងគឺខ្ញុំក្រោកនៅម៉ោង6កន្លះហាត់ប្រាណបន្ទាប់មករៀបចំអាហារពេលព្រឹកញ៉ាំពីអ្នកប្តីហើយពេលព្រឹករបស់ខ្ញុំលក្ខណៈបែបហ្នឹងហើយញ៉ាំកាហ្វេចំនួន1កែវបន្ទាប់ពីញ៉ាំកាហ្វេហើយងូតទឹកហើយខ្ញុំក៏បានមកថតអីវ៉ាន់ណាដោយសារតែខ្ញុំជាអ្នកលក់សម្ភារៈកីឡាតាមអនឡាញអញ្ចឹងខ្ញុំមកថត review អីវ៉ាន់ឲ្យភ្ញៀវហើយដល់ពេលថ្ងៃត្រង់រៀបចំម្ហូបថ្ងៃត្រង់សម្រាប់ខ្ញុំហើយនឹងប្តីរបស់ខ្ញុំគាត់ធ្វើការនៅជិតនឹងដែរអញ្ចឹងអាចមកញ៉ាំបាយជាមួយគ្នាបានសម្រាប់ពេលថ្ងៃត្រង់នឹងញ៉ាំបាយថ្ងៃត្រង់ហើយខ្ញុំមកកាត់វីដេអូត្រៀមផុសនៅក្នុង page ហើយនៅក្នុង TikTok ហើយបើសិនជាមានភ្ញៀវគាត់ត្រូវការកំងអវ៉ាន់ខ្ញុំរៀបអវ៉ាន់ជូនគាត់ហើយនឹងឆ្លើយតបភ្ញៀវដែរដល់ម៉ោង3កន្លះល្ងាចខ្ញុំចាប់ផ្ដើមធ្វើម្ហូបចាំប្តីមកពីធ្វើការវិញជាទូទៅម្ហូបដែលខ្ញុំធ្វើពេលព្រឹកនិងពេលថ្ងៃគឺប្រើសាច់គោសាច់មាន់ឬក៏សាច់ជ្រូកដល់ពេលល្ងាចខ្ញុំធ្វើម្ហូបពីសាច់ត្រីបន្ទាប់ពីបាយល្ងាចហើយ2ម៉ោងក្រោយខ្ញុំធ្វើលំហាត់ប្រាណមុនពេលចូលគេង